បាទថ្ងៃនេះខ្ញុំចង់បង្រៀនបងប្អូនទាក់ទងនឹងការធ្វើជីកំប៉ុស្តបែបងាយវត្ថុធាតុដើមនៅជុំវិញផ្ទះរបស់យើងបាទវិធីធ្វើគឺងាយទេបាទអញ្ចឹងមុនដំបូងគឺយើងរៀបជាស្រទាប់មានន័យថាវត្ថុធាតុដើមខ្ញុំប្រើតែ2ទេគឺអឺលាមកគោស្ងួតហើយនឹងស្លឹកឈើស្ងួតបាទអញ្ចឹងខ្ញុំនេះដោយសារខ្ញុំអត់បានថតពីដើមទីខ្ញុំថតពេលបញ្ចប់អញ្ចឹងរៀបវាជាជាន់តគ្នារបៀបនេះមានន័យថាយើងដាក់ស្លឹកឈើស្ងួតមួយជាន់យើងដាក់អាចគោស្ងួតមួយជាន់បាទអញ្ចឹងយើងរៀបទៅតាមកម្ពស់ដែលយើងចង់បានបាទយើងចង់ឲ្យវាខ្ពស់មកមុំតែយើងអាចដាក់បានយើងរៀបជាជាន់អញ្ចឹងរហូតបាទអញ្ចឹងនេះខ្ញុំប្រើជាមួយនឹងគេហៅថាជីគ្រោះពលឺហើយនឹងប្រើជាមួយនឹងស្ករល្ងូខ្ញុំលាយវាមួយប៉តមួយកថាងហ្នឹងទៅដើម្បីស្រោចទៅលើវាបន្តបាទដោយបង្ហាញក្នុងរូបភាពហ្នឹងបាទអញ្ចឹងយើងកូរវាសពទៅយើងស្រោចវាមួយជាន់យើងធ្វើពីមួយជាន់ទៅមួយជាន់គឺមិនថាលាមកគោស្ងួតឬក៏ស្លឹកឈើស្ងួតគឺស្រោចទឹកទាំងអស់មានន័យថាយើងស្រោចទឹកវាជោគហើយបន្ទាប់មកយើងស្រោចទឹកជីច្លិនស៊ីឬក៏ស្ករល្ងូជាមួយគ្នាបន្តទៅលើមួយទៀតប៉ុន្តែអានឹងករណីយើងអត់មានវត្ថុធាតុដើមពីរហ្នឹងក៏បានដែរយើងអត់មានច្លិនស៊ីហើយនឹងស្ករល្ងូក៏បានដែរយើងស្រោចតែទឹកធ្វើម៉េចឲ្យជោគបានដូចរូបភាពដែលខ្ញុំបានបង្ហាញហ្នឹងគឺស្លឹកឈើមួយជាន់ហើយលាមកគោមួយជាន់ហើយគ្រប់មួយជាន់គឺយើងស្រោចទឹកវាសពអញ្ចឹងហ្មងគឺងាយស្រួលបាទហើយជាជាងដែលយើងយកស្លឹកឈើទៅកប់ទៅដុតចោលបាទតែបើយើងយកវាមកច្នៃធ្វើរបៀបនេះគឺយើងទទួលបានជីកំប៉ុស្តល្អហើយមានគុណភាពហើយអាចប្រើប្រាស់គ្រប់ដំណាំមិនថាស្រូវមិនថាបន្លែម្ទេសគ្រប់ប្រភេទបាទអញ្ចឹងនេះដូចរូបភាពមួយជាន់ទៅមួយជាន់គឺខ្ញុំធ្វើរបៀបនេះរហូតបាទគឺស្រោចទឹកឲ្យជោគស្រោចជីឲ្យវាជីហ្នឹងមានន័យថាជីហើយនឹងស្ករល្ងូដែលយើងស្រោចហ្នឹងគឺជួយឲ្យវាឆាប់កាច់បាទហើយនេះក្រោយពេលរយៈពេល3ខែដែលខ្ញុំបានធ្វើគឺរូបភាពនៅកន្លែងដដែលគឺជីកំប៉ុស្តហ្នឹងគឺរៀបម៉ត់ខៃហើយខ្ញុំដូចជាអត់បានកាយត្រឡប់ទេមានន័យថាទុកឲ្យជីហ្នឹងវាកាច់ជាកំប៉ុស្តកើតខ្លួនវាជាងឥឡូវគឺវាកើតជាកំប៉ុស្តហើយនេះខ្ញុំធ្វើការវេចខ្ចប់ដើម្បីស្រួលក្នុងការដឹកជញ្ជូនក៏ដូចជារក្សានូវគុណភាពនៃជីកំប៉ុស្តនឹងដែរបាទគឺខ្ញុំប្រើថង់ពីក្នុងក្រុងនឹងបាទហើយយើងច្រកវាទុកបែបនេះយើងងាយស្រួលយើងចង់លក់ឬក៏យើងចង់ដឹកជញ្ជូនយកទៅដាក់នៅទីតាំងណាឆ្ងាយយើងងាយស្រួលក្នុងការលើកបាទពេលនេះវាទៅជាម៉ត់ខៃដោយរូបភាពពីមុនយើងមានតែស្លឹកឈើនិងលាមកគោស្ងួតតែឥឡូវយើងខ្លាយជាជីកំប៉ុស្តមួយដែលម៉ត់ខៃល្អហើយយើងអាចយកទៅប្រើប្រាស់បាទយកទៅបំពន់ដំណាំយកទៅដាក់ទ្រាប់បាតគឺងាយសម្រាប់អ៊ំពូមីងដែលជាប្រជាកសិករជាពិសេសអ្នកដាំបន្លែបាទយើងធ្វើរបៀបនេះយើងកាត់បន្ថយមែនទែនកាត់បន្ថយការចំណាយការទិញជីរបស់គេបានយើងធ្វើដោយខ្លួនឯងអញ្ចឹងយើងអាចផលិតខ្លួនឯងអញ្ចឹងវាចំណេញបាទគុណភាពវាមិនចាញ់ជីគីមីអីប្រហែលនោះទេហើយយើងអាចធ្វើឲ្យដីរបស់យើងហ្នឹងរក្សាបាននៅគេហៅថានិរន្តរភាពដីធ្វើឲ្យដីរបស់យើងហ្នឹងគឺកើនជីវជាតិពីមួយឆ្នាំទៅមួយឆ្នាំបាទហើយជីកំប៉ុស្តនេះគឺគ្រាន់តែខ្ញុំធ្វើក្នុងទំហំប៉ុណ្ណឹងគឺបានខ្ទង់ចន្លោះពីជិត600គីឡូហើយជាជិតកន្លះតោនដែរបាទហើយនៅពេលដែលវាកាច់ចឹងវាមានពពួកសង្កូវដួងពួកអីវានៅក្នុងហ្នឹងវាជួយកាច់ជួយស៊ីហើយមានចលែនមានអីនៅក្នុងហ្នឹងបាទនេះហើយគុណភាពរបស់វាគឺអញ្ចឹងបាទមើលទៅយើងឃើញបើសិនជាយើងមានឧបករណ៍រែងបាទឧបករណ៍រែងទៀតហើយជីរបស់យើងគឺកាន់តែល្អមានបាទហើយមានបើយើងអាចសូនជាគ្រាប់មូលអីដើម្បីងាយស្រួលបាចក្នុងស្រែក៏កាន់តែល្អទៀតបាទនេះជាការចែករំលែកមួយសម្រាប់អ៊ំពូមីងជាកសិករយើងគួរអនុវត្តមានន័យថាយើងវត្ថុធាតុដើមគឺនៅជុំវិញផ្ទះយើងនឹងទេបាទ
អញ្ចឹងសូមធ្វើការអនុវត្តដើម្បីកាត់បន្ថយការចំណាយបាទអញ្ចឹងសូមអរគុណខ្ញុំនឹងចែករំលែកនៅវីដេអូចំណេះដឹងកសិកម្មផ្សេងទៀតដើម្បីឲ្យពូមីងដែលមានចំណាប់អារម្មណ៍ចង់អឺធ្វើបែបធម្មជាតិចង់ធ្វើបែបកាត់បន្ថយការចំណាយបាទអញ្ចឹងសូមតាមដានវីដេអូរបស់ខ្ញុំនឹងចែករំលែកចំណេះដឹងថ្មីទៀតបាទសូមអរគុណ